នេះជាប្រភេទត្រីកំងដែលរស់នៅក្នុងទឹកជ្រៅដែលពួកយើងតែងតែយកធ្វើជីត្រីផ្អាប់បងប្អូនដោយបងប្អូនដឹងអញ្ចឹងបងប្អូនស្គាល់ពួកខ្ញុំក៏ដោយសារតែជីត្រីផ្អាប់ SMB នេះដែរអញ្ចឹងតកតងជាមួយត្រីប្រភេទត្រីកំងនេះគឺពួកយើងធ្វើជាប្រចាំទោះបីជាអត់មានត្រីប្រភេទនេះក៏ពួកខ្ញុំអត់ធ្វើដែរអញ្ចឹងជីនីមួយៗបងប្អូនគុណភាពក៏ផ្ដោតទៅលើវត្ថុធាតុដើមផ្សេងៗណាបងប្អូនហើយពិសេសទៀតគឺការថែទាំសម្រាប់ជីត្រីនេះខ្ញុំហ៊ាននិយាយថាពួកខ្ញុំថែទាំបានដល់ខ្លាំងណាស់ព្រោះថាមកដល់ពេលនេះជីត្រីនឹងឯងគឺជាតួឯកសំខាន់របស់ពួកខ្ញុំមកឥឡូវងាកមកមើលជីត្រីផ្អាប់ SMB របស់ពួកយើងវិញបងប្អូននៅក្នុងមួយធុងនេះយើងមានវត្ថុធាតុដើមតែប្រមាណមុខទេដែលពិសេសហើយអត់មុខណាមួយក៏ជីត្រីផ្អាប់ SMB នេះក៏អត់សម្រេចដោយជោគជ័យដែរប៉ុន្តែអ្វីដែលសំខាន់នៅក្នុងនេះតួឯកសំខាន់បំផុតគឺមេកាច់ SMB ដោយបងប្អូនស្គាល់អញ្ចឹងសម្រាប់មេកាច់ SMB គឺជាមេកាច់មួយយ៉ាងដែលមានកញ្ចប់តូចទេប៉ុន្តែអាចកាច់ត្រីរហូតដល់មួយធុងចំនួនត្រី20គីឡូអាចកាច់បានយ៉ាងងាយស្រួលហើយយ៉ាងសុវត្ថិភាពហើយនៅក្នុងចំការទូទៅបងប្អូនជីទូទៅដែលចាំបាច់បំផុតប្រើនៅក្នុងចំការគឺសម្រាប់ការលូតលាស់គ្រប់វគ្គគ្រប់ឃ្លាគ្រប់រដូវកាលគឺការលូតលាស់គឺសំខាន់អញ្ចឹងបងប្អូនដែលត្រូវការប្រើប្រាស់ជីលូតលាស់បងប្អូនកុំភ្លេចជីត្រីផ្អាប់ SMB ហើយនៅក្នុងវីដេអូនេះខ្ញុំសរុបរួមមកវិញគឺខ្ញុំមកលក់ជីត្រីផ្អាប់បងប្អូនឥឡូវនេះជីត្រីខ្ញុំមានហើយនៅភ្នំពេញបងដែលត្រូវការជីត្រីផ្អាប់យកទៅប្រើក្នុងការលូតលាស់ក្នុងរដូវកាលភ្លៀងនេះប្រើកាន់តែល្អបងប្អូនប្រើចាក់ទៅតាមប្រព័ន្ធឬល្អជាងការបាញ់ទៅលើស្លឹកបងប្អូនហើយពិសេសទៀតរដូវកាលដែលប្រមូលផលរដូវកាលដែលប្រមូលផលហើយបងប្អូនប្រើទៅជួយជំនួយឬសម្រួលដីល្អខ្លាំងមែនទែនបងប្អូនអញ្ចឹងទូទៅគឺដំណាំត្រូវការឲ្យបងប្អូនការជំនួយឬសម្រួលដីលូតលាស់ក្រោយប្រមូលផលហើយនៅក្នុងវីដេអូនេះយើងកំពុងតែរៀបចំជីជូនអតិថិជនហើយក៏ដូចជាដេប៉ូដែលគាត់យកទៅលក់បន្តឥឡូវយើងមានដេប៉ូច្រើននៅតាមតំបន់យើងលក់ដាច់ដោយសារតែគុណភាពបងប្អូនហើយតម្លៃក៏សមរម្យដែរហើយជីត្រីនេះខ្ញុំហ៊ាននិយាយថាបងប្អូនយកទៅប្រើឲ្យបានត្រឹមត្រូវគឺចំណេញទាំងថវិកាចំណេញទាំងពេលវេលាជាពិសេសដំណាំបងប្អូនល្អទៀតអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការជីត្រីផ្អាប់ SMB ឬមួយក៏មេកាច់ SMB ស្ករល្ងបងប្អូនអាចទាក់ទងមកខ្ញុំបានណាបងប្អូនអរគុណច្រើន